សេដ្ឋកិច្ចថៃកំពុងដួលរលំក្រោមស្នាដៃដឹកនាំរបស់អនុទីនសេដ្ឋកិច្ចដែលធ្លាប់តែលេចធ្លោប្រចាំតំបន់ពេលនេះកំពុងតែដង្ហក់ប្រទេសថៃកំពុងរអិលជើងធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសេដ្ឋកិច្ចដែលពិបាកនឹងស្ដារឡើងវិញប្រទេសមួយដែលធ្លាប់មានផលិតផលក្នុងស្រុកឬ GDP ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍បែរជាធ្លាក់ចុះយ៉ាងគំហុកខណៈសេដ្ឋកិច្ចប្រទេសមួយចំនួនដូចជាវៀតណាមបានកើនឡើង 7% កាលពីឆ្នាំ 2025 ឥណ្ឌូនេស៊ីកើនឡើង 5% រីឯហ្វីលីពីនកើនឡើង 4.5% ចុះតើប្រទេសថៃវិញឡើងប៉ុន្មានដែរក្រោមការដឹកនាំរបស់អនុទីនឆាន់វីរៈគុលប្រាកដណាស់ថៃមានត្រឹមតែ 2.4% ប៉ុណ្ណោះជាកំណើនតិចតួចបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ការព្យាករណ៍សម្រាប់ឆ្នាំ 2026 នេះរឹតតែអាក្រក់ទៅទៀតជាក់ស្ដែងមូលនិធិរូបិយវត្ថុអន្តរជាតិឬ IMF ទើបបានកាត់បន្ថយកំណើននៃការរំពឹងទុករបស់សេដ្ឋកិច្ចថៃមកនៅត្រឹម 1.6% ប៉ុណ្ណោះដែលជាសមាមាត្រខ្ពស់បំផុតមួយក្នុងតំបន់អាស៊ីទំនិញនៅថៃមិនឡើងថ្លៃឬចុះថោកមើលទៅដូចជារឿងល្អប៉ុន្តែជាក់ស្ដែងវាជារឿងដ៏គ្រោះថ្នាក់ទៅវិញទេនេះបង្ហាញថាសេដ្ឋកិច្ចថៃកំពុងជាប់គាំងព្រោះប្រជាជនអត់លុយចាយទើបអាជីវករនានាមិនហ៊ានដំឡើងថ្លៃទំនិញព្រោះខ្លាចកាន់តែគ្មានអ្នកទិញក្នុងប្រទេសថៃប្រជាជនភាគច្រើនទទួលទានអាហារខាងក្រៅរាល់ថ្ងៃចាយជីវិតបែបស៊ីវិល័យនិងតម្រង់ជួរចាំទិញរបស់របរប្រើប្រាស់ទំនើបស៊េរីចុងក្រោយបង្អស់ពួកគេធ្វើរឿងទាំងអស់នោះបានដោយសារការប្រើប្រាស់កាតឥណទានឬបង់រំលោះដែលជារឿយៗមានអត្រាការប្រាក់ខ្ពស់ការប្រើប្រាស់ក្នុងស្រុកគួរតែជាម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចឲ្យមានភាពស្ទុះងើបបែរជាទាញដៃសេដ្ឋកិច្ចថៃឲ្យដាំក្បាលចុះទៅវិញចំណែករឿងមួយទៀតដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់នោះគឺវិស័យទេសចរក្នុងប្រទេសថៃពិតណាស់ចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះមកនៅត្រឹមជាងពាក់កណ្ដាលនៃចំនួនមុនពេល COVID-19 បន្ទាប់ពីរឿងអាស្រូវការឆបោកតាមអនឡាញនិងការលក់ដូរកោភ្ញៀវទេសចរបរទេសថ្លៃហួសហេតុទោះបីជាមានភ្ញៀវទេសចរទៅលេងក៏ដោយក៏ពួកគេចំណាយលុយតិចជាងមុនឆ្ងាយណាស់ដែរមែនតែនទៅតម្លៃទំនិញនិងសន្តាគារក្នុងប្រទេសថៃគឺថ្លៃខ្លាំងណាស់ម្ល៉េះហើយអ្នកដំណើរដែលមានកញ្ចប់ថវិកាតិចតួចឬមធ្យមឥឡូវនេះមើលឃើញថាប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីមានតម្លៃសមរម្យជាងសូមជម្រាបថាសន្តាគារភោជនីយដ្ឋាននិងប្រតិបត្តិការទេសចរថៃបានបន្តជាប់គាំង 44% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2019 មុនជំងឺរាតត្បាត COVID-19 សម្រាប់ទីផ្សារភាគហ៊ុនវិញក៏កាន់តែយ៉ាប់យ៉ឺនក៏ដោយសារតែវិនិយោគិនបរទេសដកលុយចេញជាង 10,000 លានបាតឬស្មើនឹងជិត 3,000 លានដុល្លារនាំឲ្យទីផ្សារភាគហ៊ុនថៃធ្លាក់ចុះ 23% នេះបើយោងតាមសន្ទុះផ្សារហ៊ុន SET 50បង្ហាញទិន្នន័យកាលពីឆ្នាំ 2025 រឿងអាស្រូវសាជីវកម្មជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន Stang JKN Global ឬ Energy Absolute បានបំផ្លាញតម្លៃភាគហ៊ុនរាប់ពាន់លានដុល្លារនិងបំផ្លាញជំនឿទុកចិត្តវិនិយោគិនដែលនៅសេសសល់យ៉ាងណាផ្សារហ៊ុនបានងើបឡើងវិញបន្តិចបន្តួចនៅដើមឆ្នាំ 2026 នេះប៉ុន្តែនៅមានកម្រិតទាបបំផុតមួយក្នុងតំបន់អាស៊ីឬស្មើពាក់កណ្ដាលនៃទីផ្សារហ៊ុនវៀតណាមនិង 1/3 នៃទីផ្សារហ៊ុនឥណ្ឌូនេស៊ីមិនទាន់អស់នៅឡើយទេបញ្ហាបន្ថែមទៀតលើវិបត្តិទាំងអស់នេះគឺនៅមានបញ្ហាចម្បងមួយទៀតដែលកំពុងលេចឡើងយ៉ាងសន្សឹមនោះគឺវិបត្តិប្រជាសាស្ត្រចំនួនប្រជាជនថៃមានវ័យចាស់លឿនជាងកំណើនសេដ្ឋកិច្ចទៅទៀតដោយអត្រាបង្កើតកូនរបស់ប្រជាជនថៃបច្ចុប្បន្នទាបជាងបណ្ដាប្រទេសអឺរ៉ុបភាគច្រើនចំនួនប្រជាជនក្នុងវ័យធ្វើការបានចាប់ផ្ដើមធ្លាក់ចុះតាំងពីឆ្នាំ 2019 ហើយការធ្លាក់ចុះនេះកំពុងតែបង្កើនល្បឿនលឿនទៅយោងតាមការព្យាករណ៍នៅត្រឹមទសវត្សរ៍ឆ្នាំ 2040 ប្រទេសនេះអាចនឹងបាត់បង់កម្លាំងពលកម្មប្រហែល 1% ជារៀងរាល់ឆ្នាំប្រជាជនវ័យចំណាស់ត្រង់នេះ SBM News ចង់មានន័យថាកម្មករថៃតិចជាងមុនមានអ្នកចូលនិវត្តន៍ច្រើនជាងមុននិងកំណើនផលិតភាពកាន់តែយឺតយ៉ាវថែមមួយកម្រិតទៀតប្រទេសថៃកំពុងក្លាយជាប្រទេសមានប្រជាជនចាស់ជរាហើយនោះជារណ្ដៅដ៏ជ្រៅមួយដែលពិបាកនឹងងើបឡើងវិញណាស់ពលគឺពឹងផ្អែកតែលើលំហូរពលករបរទេសប៉ុណ្ណោះ
ចំណែកវិបត្តិផ្ទៃក្នុងក៏កំពុងច្របាច់កដង្ហើមសេដ្ឋកិច្ចមួយផ្នែកដែរប៉ុន្តែថ្នាក់ដឹកនាំប្រទេសបែរជាគិតតែពីប្រើប្រាស់កម្លាំងយោធាបើការឈ្លានពានប្រទេសជិតខាងដោយការទាញទ្វារព្រំដែនបិទជាឯកតោភាគីនិងពង្រីកការទិញសភាវុធពីខាងក្រៅល្បិចនយោបាយកូនក្មេងបៀមដៃនេះមិនត្រឹមតែធ្វើឲ្យកម្ពុជាកាន់តែរឹងមាំនិងឯករាជ្យជាងមុនទេប៉ុន្តែថៃខ្លួនឯងកំពុងយកកំបិតចាក់ចំដើមទ្រូងសេដ្ឋកិច្ចឲ្យមានរបួសធ្ងន់ទៅវិញនោះក៏ព្រោះតែមេដឹកនាំរាជធានីបាងកកមើលងាយកម្ពុជាដែលជាមួយដុំនិងជាទីផ្សារនាំចូលទំនិញធំបំផុតរបស់ប្រទេសថៃការទាញទ្វារព្រំដែនបិទដោយឯកតោភាគីនិងតាមតែទំនឹងចិត្តបានធ្វើឲ្យគ្រឿងសំណង់គ្រឿងឧបភោគបរិភោគនិងទំនិញប្រើប្រាស់របស់ថៃរាប់សិបមុខនិងរាប់សិបម៉ាកត្រូវកកស្ទះជាប់គាំងនិងខាត់បង់ប្រាក់រាប់សិបពាន់លានបាតព្រោះមិនអាចជ្រៀតចូលទីផ្សារកម្ពុជាបានលើសពីនេះសង្វាក់ផលិតកម្មថៃដូចជារោងចក្រនិងសហគ្រាសជាច្រើនក៏កំពុងជួបវិបត្តិបំណុលនិងគ្មានពលករប្រើប្រាស់គ្រប់គ្រាន់ដែរនោះក៏ព្រោះតែពលករខ្មែរវិលត្រឡប់មកប្រទេសកំណើតខ្លួនវិញសរុបសេចក្តីមកវិបត្តិជុំទិសដែលកំពុងច្របាច់កសេដ្ឋកិច្ចថៃមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាជាផលបាបនៃការគ្រប់គ្រងដ៏ទន់ខ្សោយនិងការកណនាខុសនៃមេដឹកនាំថៃបច្ចុប្បន្ននយោបាយឈ្លានពានប្រទេសជិតខាងនិងបិទច្រកព្រំដែនតាមទំនឹងចិនកំពុងកាយសេដ្ឋកិច្ចថៃកប់ខ្លួនឯងខណៈដែលកម្ពុជាភូមាមិនបានលុតជង្គង់ឬបន្ទន់អេរយាប័តណាមួយចំពោះការទាញទ្វារព្រំដែនបិទជាឯកតោភាគីរបស់ភាគីថៃឡើយ